លោកហ៊ុនសែនបច្ចុប្បន្នអាយុ70ជាងខ្ញុំអត់ដឹងថាគាត់អាយុប្រមាណទេខ្ញុំអត់ដឹងថាអាយុគាត់ប្រមាណនិយាយឃើញខ្ញុំអត់ដឹងច្បាស់គាត់អាយុប្រមាណទេណាខ្ញុំដឹងតែគាត់បងខ្ញុំ70ជាងលោកហ៊ុនសែនគាត់ចង់ឲ្យចៅគាត់រៀននយោបាយទោះបីមុខវិជ្ជាអីក៏ដោយត្រូវតែមានការបំពន់វិជ្ជានយោបាយសាស្ត្រដើម្បីអីដើម្បីកាន់អំណាចយើងក៏លេចមើលលំអានសិនតើលោកហ៊ុនម៉ាណែតមានកូនចប់បរិញ្ញា4ឆ្នាំហើយនៅតើលោកហ៊ុនម៉ាណែតមានកូនចប់បរិញ្ញា4ឆ្នាំហើយនៅខ្ញុំអត់ដឹងលោកហ៊ុនម៉ាណែតមានកូនប្រមាណទេណាខ្ញុំអត់ដឹងថាកូនរបស់លោកហ៊ុនសែនហ្នឹងម្នាក់មានកូនប្រមាណខ្ញុំអត់ដឹងទេខ្ញុំសុំទោសណាខ្ញុំអត់ដឹងទេព្រោះកិច្ចការឯកជនខ្ញុំមិនសូវតាមដានខ្ញុំអត់ដឹងទេអញ្ចឹងខ្ញុំដាក់ជាប្រស្នាសិនតើលោកហ៊ុនម៉ាណែតមានកូនចប់បរិញ្ញា4ឆ្នាំហើយនៅដូចជាអត់ទាន់មានទេដូចជាអត់ទាន់មានទេឬក៏មានហើយណានឹងមួយចុះលោកហ៊ុនម៉ាណែតមានកូនចប់បរិញ្ញា4ឆ្នាំហើយនៅបើលោកហ៊ុនម៉ាណែតអត់មានលោកហ៊ុនម៉ាណែតក៏ដូចជាមិនមានចុះលោកហ៊ុនម៉ាណែតក៏មិនមានអញ្ចឹងកូនប្រុស3របស់លោកហ៊ុនសែនអត់មានចៅណាមួយបរិញ្ញា4ឆ្នាំនៅឡើយទេមិនបានលើកយកបរិញ្ញា4ឆ្នាំមកនិយាយពីព្រោះវាត្រូវការពេលរៀនណាក្មេងគ្នាត្រូវការពេលរៀនណាអូខេត្រូវការពេលរៀនបន្ទាប់ពីរៀនមកត្រូវការពេលសមពិសោធន៍ការងារពង្រឹងការងារទៅខ្លាយទៅជា manager បានបើរៀនខាងនយោបាយអំណាចវាតមានការពិសោធន៍អញ្ចឹងបើតាមមើលទៅពេលដែលចៅរបស់គាត់ដែលជាកូនរបស់កូនប្រុសគាត់ទាំង3ឈានដល់អាយុដែលបញ្ចប់ឧត្តមសិក្សា6ឆ្នាំខ្ញុំអត់និយាយ PhD ទេខ្ញុំអត់និយាយពី Doctorate Diploma ទេខ្ញុំអត់និយាយពីបណ្ឌិតទេឲ្យតែចប់ Master ខ្ញុំទទួលស្គាល់ថាសំរុំហើយណាអញ្ចឹងទម្រាំតែចៅដែលជាកូនរបស់កូនប្រុសគាត់obtain graduate degrees លោកហ៊ុនសែនចាស់មែនតើណាអញ្ចឹងនៅពេលដែលលោកហ៊ុនសែនគាត់ចូល80 he is unable to coach his grandchildren លោកហ៊ុនសែនអត់មានលទ្ធភាពនឹងធ្វើគ្រូបង្ហាត់ចៅបានទេมันមានលទ្ធភាពទេគឺភារៈហ្នឹងវាធ្លាក់ទៅលើហ៊ុនម៉ាណែតហ៊ុនម៉ាណិតតើអ្នកទាំង3ហ្នឹងមានពេល coach កូនខ្លួនឯងមានពេល train មានពេល direct កូនខ្លួនឯងទៅក្នុងអាជីពនយោបាយអំណាចទេ I truly doubt បើយើងគិតអំពីថេរវេលាខ្ញុំដាក់ចងល់មុនថាវាអត់ងាយទេនិយាយស្រួលស្ដាប់សប្ងៃចៅរបស់លោកហ៊ុនសែនដែលជាកូនម៉ាណែតមនិតមនីពេលនៅក្មេងលោកហ៊ុនសែនមិនទាន់អាចបង្វឹកណាលោកហ៊ុនសែនមិនទាន់អាចបង្វឹកហ៊ុនម៉ាណែតបានគ្រប់គ្រាន់ផងមិនទាន់បង្វឹកហ៊ុនម៉ាណិតបានផងមិនទាន់បង្វឹកហ៊ុនម៉ាណីកើតផងតើលោកហ៊ុនសែនមានសល់ពេលវេលាប្រមាណដើម្បីនឹងទៅបង្វឹកចៅដែលជាកូនរបស់ហ៊ុនម៉ាណែតហ៊ុនម៉ាណីហ៊ុនម៉ាណិតចងល់មានថាគាត់អត់មានពេលគ្រប់ទេសម្ដេចហ៊ុនសែន does not have enough time to do what he wanted to do មានន័យថាសម្ដេចហ៊ុនសែនអត់មានពេលគ្រប់សម្រាប់កសាងទេសម្រាប់កសាងអ្វីដែលគាត់ចង់កសាងទេណាដោយសារសម្ដេចហ៊ុនសែនអត់មានពេលគ្រប់គ្រាន់សម្ដីរបស់សម្ដេចហ៊ុនសែនដែលនិយាយនេះគឺមិនបានជោគជ័យទេខ្ញុំស្រឡាញ់សម្ដេចហ៊ុនសែនគ្រប់គ្រងសម្ដេចហ៊ុនសែនតែមកសម្ដីនេះគឺមិនបានជោគជ័យទេ
មិនបានជោគជ័យទេសូមបងប្អូនអានមើលតែអត់បានជោគជ័យទេមុននេះខ្ញុំបានហាមពួកគេកុំឲ្យពាក់ព័ន្ធជាមួយនយោបាយត្រឹមតែខ្ញុំម្នាក់ទៅវាគ្រប់គ្រាន់ហើយប៉ុន្តែឥឡូវនេះខ្ញុំដាក់តម្រូវការកូនទាំងអស់បានចាញ់រួចហើយបានដំណើរការរួចហើយប៉ុន្តែចៅទាំងអស់ទោះបីរៀនមុខវិជ្ជាអ្វីក៏ដោយតែត្រូវរៀនវិទ្យាសាស្ត្រនយោបាយព្រោះឥឡូវវាជាសង្គ្រាមគេបង្កើតសង្គ្រាមជាមួយត្រកូលហ៊ុនអញ្ចឹងត្រកូលហ៊ុនទាំងអស់ដែលមានចៅ12នាក់ឬ12រូបឥឡូវកំពុងនៅក្នុងមហាវិទ្យាល័យនៅឧត្តមសិក្សានិងក្រោយឧត្តមសិក្សាចំនួន 4-5 នាក់ហើយអញ្ចឹងនៅបន្តចូលតទៀតខ្ញុំឲ្យពួកគេរៀនវិទ្យាសាស្ត្រនយោបាយទាំងអស់ដើម្បីចង់ដឹងមើលថាតើវាយ៉ាងម៉េចខ្ញុំមិនមែនចង់គ្រប់គ្រងដឹកនាំទេប៉ុន្តែមិនអាចមកប្រមាថសម្រាប់ស្ថានភាពបែបនេះនេះគឺជាប្រសាសន៍របស់លោកហ៊ុនសែនខ្ញុំស្រឡាញ់គាត់ហើយខ្ញុំគាំទ្រគាត់ប៉ុន្តែខ្ញុំវិភាគថាគាត់អត់មានពេលគ្រប់គ្រាន់ទេឃ្លាខាងលើខ្ញុំដាក់តម្រូវការកូនទាំងអស់បានចាញ់រួចហើយបានដំណើរការរួចហើយអត់ទាន់រួចទេកូនគាត់ហ៊ុនម៉ាណែតនៅតែជា trainee នៅឡើយទេណាកូនគាត់ហ៊ុនម៉ាណែតនៅតែជា trainee គឺជាបុគ្គលដែលកំពុងតែវឹកហាត់លោកហ៊ុនម៉ាណែតនៅវឹកហាត់នយោបាយនៅឡើយនេះទោះបីជានាយករដ្ឋមន្ត្រីមែនប៉ុន្តែនៅវឹកហាត់នៅឡើយទេអូខេនៅវឹកហាត់នៅឡើយទេនៅវឹកហាត់នៅឡើយទេណាដាក់អានេះមួយមកព្រិលមកហ្នឹងណាគឺនៅវឹកហាត់នៅឡើយទេម៉ានិតនៅវឹកហាត់នៅឡើយទេទោះបីឡើងទៅជានាយអគ្គសេនាធិការក៏ដោយក៏នៅវឹកហាត់នៅឡើយដែរម៉ានីនៅវឹកហាត់នៅឡើយហើយនឹងវឹកហាត់យូរទៀតអត់ទាន់ទៅរួចទេអញ្ចឹងពាក្យដែលលោកហ៊ុនសែននិយាយថាប៉ុន្តែឥឡូវនេះគឺខ្ញុំដាក់តម្រូវការកូនទាំងអស់បានចាញ់រួចហើយបានដំណើរការរួចហើយអត់ទាន់រួចទេអត់ទាន់រួចទេណាប្រិមិត្តអត់ទាន់រួចទេពីព្រោះផតតាំងជាក់ស្ដែងយើងឃើញថាសម្ដេចហ៊ុនសែននៅដឹកដៃកូនធ្វើការនៅឡើយទេនៅដឹកដៃកូនធ្វើការនៅឡើយទេនឹងបងប្អូនសាធារណជនមើលឃើញមិនមែនខ្ញុំនិយាយប្រេះផ្ដាស់ទេណានៅដឹកដៃធ្វើនៅឡើយទេដូច្នេះចំពោះចៅរបស់គាត់ឧបមាថាហ៊ុនម៉ាណាមានកូនរៀនបានលឿនជាងគេព្រោះគ្នាទោះបីជាប្អូនមែនបើគ្នាមានកូនមុនមានកូនមុនក្រោយអីចឹងណាបានរៀនបានកូនរបស់ហ៊ុនម៉ាណាមិនអាចនឹងទៅកាន់អំណាចឲ្យវាលើសឬមុនកូនហ៊ុនម៉ាណែតទេទោះបីហ៊ុនសែននៅរស់រៀបឲ្យកូនហ៊ុនម៉ាណាទៅកាន់តំណែងអីមួយឲ្យធំដុំក្នុងរឿងនយោបាយអំណាចក៏ពេលហ៊ុនសែនគាត់លាចាកលោកនេះទៅក៏ហ៊ុនម៉ាណែតគាត់ត្រូវការលើកតម្កើងកូនចៅគាត់ដែរគាត់មិនអាចឲ្យកូនចៅគាត់ជានាយករដ្ឋមន្ត្រីហ្នឹងទៅធ្វើការក្រោមបង្គាប់របស់កូនហ៊ុនម៉ាណាទេអញ្ចឹងអាទិភាពដែលជាជំរើសគឺតលតែលោកហ៊ុនសែនរៀបកូនទាំងអស់ហ្នឹងដូចស្ដេចគេរៀបកូនឡើងសោយរាជចឹងណាពីព្រោះសម័យរាជានិយមជាន់ចាស់រឿងបែកបាក់រាជសម្បត្តិវាដោយសារតែស្ដេចរៀបកូនឲ្យឡើងសោយរាជអត់ទាន់
រួសារលោកហ៊ុនសែនធំដូចគ្រួសារស្ដេចហ៊ុនសែននៅរស់និយាយអីក៏បានដែរហ៊ុនសែនគាត់ឈប់បន្តរស់នៅតទៅទៀតគាត់ទទួលមរណភាពកូនចៅគាត់ត្រូវមានគំនិតផ្សេងគ្នាហ៊ុនម៉ាណែតមិនអាចសក់ចិត្តឲ្យកូននឹងទៅធ្វើការក្រោមកូនរបស់ហ៊ុនម៉ាណាទេពីព្រោះម៉ាណែតជាបងគេនេះគឺជា friction within the family វាជាការប៉ះទង្គិចនៅក្នុងគ្រួសារសហគ្រាសដូចគ្នាគ្រួសារអភិជនដូចគ្នាអំណាចដូចគ្នាអត់ខុសគ្នាទេបងប្អូនគ្រាន់តែតូចធំស្មុគស្មាញហើយនឹងមិនសូវស្មុគស្មាញនឹងអញ្ចឹងណាបងប្អូនដូច្នេះលោកហ៊ុនសែនគាត់និយាយបានតែខ្ញុំមើលឃើញថាគាត់ធ្វើមិនបានខ្ញុំធ្វើបទវិភាគជូនប្រិយមិត្តបើគាត់ស្ដាប់ឮក៏សូមអរគុណថាបងឯងធ្វើអត់បានទេបងឯងគ្រាន់តែគម្រាមទេបងឯងធ្វើមិនបានទេបងឯងធ្វើឲ្យហ៊ុនម៉ាណែតខ្លាយទៅជានាយករដ្ឋមន្ត្រីឲ្យខ្លាំង8ដល់10ខែនៅមិនបានបងឯងតែធ្វើស្អីបាន6 7 8ដល់10ខែមិនដឹងប្រហែលទេខ្ញុំអត់ដឹងខ្ញុំអត់ចាំមិនដឹងពីខែណាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតឡើងធ្វើយករដ្ឋមន្ត្រីខ្ញុំថា16ខែឡើងលើចុះណាអញ្ចឹងវា16ទៅ18ខែបងប្អូនជួយគិតខ្ញុំមើលបងឯងធ្វើឲ្យម៉ាណែតខ្លាយទៅជានាយករដ្ឋមន្ត្រីឯករាជ្យដែលគ្មានដៃបងឯងមកចាត់ចែងមិនទាន់បានផងបងឯងទៅធ្វើស្អីបានបងឯងគ្រាន់តែនិយាយចំពោះសัตว์កណ្ដុរដែលខ្លាចឆ្មាទេបងឯងដឹងតែខ្មែរបាក់ស្បាតបងឯងនិយាយដែរសួរថាតើខ្មែរដែលបាក់ស្បាតខ្លាចអំណាចបងឯងហ្នឹងពីសីហាមកហ៎ណាអញ្ចឹងជួយគិតមើលពីសីហាមកពីខែ8ខែ8ឆ្នាំ2023វា4ខែណា4ខែបូក12ខែ6ខែ16អញ្ចឹង17ខែណាមកដល់ខែមករាឥឡូវវា17ខែណា12ខែបូក4វា16 11 17ខែអូខេខ្ញុំមិនខុសទេអញ្ចឹងបងឯងនិយាយហ្នឹងបងឯងនិយាយទៅកាន់ជនជាតិខ្មែរដែលបាក់ស្បាតខ្លាចបងឯងប្រៀបបាននឹងសត្វកណ្ដុរតែវាខ្លាចឆ្មាខំវាសួរថាបងឯងមានកិត្យានុកូលភាពខ្ពស់ទេបងឯងនិយាយហ្នឹងរាំងស៊ីជាសម្ផឹងរបស់បងឯងគណៈបដតីជាសម្ផឹងរបស់បងឯងណាគ្រប់សមាជិកភាពទាំងអស់សិតតែជាពួកដែលបងឯងចែកពេឲ្យស៊ីទេតាមកែវតាមចានតាមតំណក់សួរថាបងឯងនិយាយហ្នឹងបងឯងនិយាយជាមួយមុខអ្នកណាអ្នកឯងនិយាយជាមួយមុខខ្មែរដែលបាក់ស្បាតតែខ្មែរបាក់ស្បាតហ្នឹងរាប់ទាំងខ្ញុំផងខ្ញុំនឹងបាក់ស្បាតខ្លាចបងឯងសងងាប់ហើយហើយបងឯងនិយាយហ្នឹងសួរថាបងឯងធ្វើកើតទេខ្ញុំសុំជម្រាបថាធ្វើមិនបានជោគជ័យទេបងឯងដាច់ខ្យល់ប៉ាត់តកូលហ៊ុនវក់វីអស់ហើយម៉ាណែតអត់គ្រប់គ្រងបានទេទោះបីខំយ៉ាងណាក៏ដោយឥឡូវនេះគេនៅស្ដាប់បងស្ដាប់ប្អូនពីព្រោះមានម៉ែមានឪបងឯងកំពុងតែរត់ប៉ណ្ណាំងពេលវេលាមួយគឺបងឯងធ្វើម៉េចឲ្យម៉ាណែតរឹងប៉ឹងបើបងឯងធ្វើបានអានឹងមុនបងឯងបាត់ភ្នែកលាចាកលោកនេះទៅបងឯងបានជោគជ័យមួយកម្រិតតែរឿងបងឯងថាយកចៅ12នាក់ហ្នឹងមករឹងចូលក្នុងអំណាចនយោបាយបងឯងអត់មានពេលគ្រប់គ្រាន់ធ្វើទេអ្នកស្រែម្នាក់តែគ្រាន់តែធ្វើស្រែមួយអំពកហើយកលេចមើលដីដែលខ្លួនចាប់បាន100ហិកតាហើយនិយាយថានឹងធ្វើស្រែឲ្យបាន4ដងគ្រាន់តែនិយាយទេធ្វើអត់បានពីព្រោះអ្នកហ្នឹងធ្វើស្រែបានតែមួយអំពកទេអ្នកកាន់អំណាចអាចនិយាយបានតាមចិត្តនៅចំពោះប្រជាជនដែលបាក់ស្បាតខ្លាចគ្មានខ្មែរណាមកតវ៉ាបងឯងទេពីព្រោះគ្នាបាក់ស្បាតទៅហើយគ្នាបាក់ស្បាតទៅហើយគ្នាខ្លាចគ្នាបាក់ស្បាតទៅហើយគ្នាអត់អាចមកតវ៉ាបានទេក៏ប៉ុន្តែបងឯងអត់មានតួលេខគ្រប់គ្រាន់ណា
បងឯងអត់មានតួលេខគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេលវេលា you don't have time to do it បងឯងអត់មានតួលេខគ្រប់គ្រាន់ដើម្បីធ្វើទេបងហ្នឹងចំណុចមួយទៀតណាបើលោកហ៊ុនសែនឲ្យចៅរៀននយោបាយវិជ្ជាណាដើម្បីឲ្យតកូលហ៊ុនកាន់អំណាចរហូតតទៅយូរពេលលោកហ៊ុនសែនកាន់អំណាចក៏ផ្ដាច់ពេលហ៊ុនតកូលហ៊ុនកាន់អំណាចក៏វាផ្ដាច់ឱកាសអ្នកដទៃពេលផ្ដាច់ឱកាសអ្នកដទៃការប្រឆាំងកើតឡើងនៅក្នុងជួរ CPP នៅក្នុងជួរ CPP វាកើតឡើងរាល់ថ្ងៃការប្រឆាំងកើតឡើងច្រើនហានិភ័យលើតកូលហ៊ុនខ្ពស់ឡើងណាហានិភ័យលើតកូលហ៊ុនច្រើនឡើងខ្ពស់ឡើងក៏វាកើតគ្រោះដល់ការបន្តពូជតកូលហ៊ុនណាដូច្នេះលោកហ៊ុនសែនកំពុងធ្វើអ្វីហៅថាតម្រេះជិះកឯងតម្រេះជិះកឯងទេគំនិតនេះឆោតល្ងងគ្មានអនាគតទាំងពូជគាត់និងប្រទេសវាអត់មានអនាគតទេមានតែមួយទេគឺកសាងប្រទេសឲ្យវាមាននីតិរដ្ឋហើយនឹងសេចក្តីសុខចម្រើនផ្នែកសេដ្ឋកិច្ចមានតែប៉ុណ្្នឹងឯងបើវាអត់មានប៉ុណ្្នឹងទេយកការគម្រាមកំហែងទៅលើជនដែលបាក់ស្បាតហើយប្រៀបបាននឹងសត្វឆ្មាដែលចេះតែយាដៃចង់វាយកណ្ដុរតែកណ្ដុរនឹងវាខ្លាចឡើងញ័រទៅហើយគ្រាន់តែជារូបភាពមួយល្អមើលតែមិនបានជោគជ័យទេបើឆ្មានឹងវាយកណ្ដុរនឹងឲ្យទក់សាច់អស់ក៏វាអត់មានកណ្ដុរឯណាបលែងទៀតហើយក៏អត់មានសាច់ស៊ីបើកណ្ដុរមកពីភូមិផ្សេងវាខ្លាំងជាងវាអាចនាំអ្នកដេញខំឆ្មារត់ចេញពីកន្លែងហ្នឹងដូច្នេះហើយបងឯងគ្រាន់តែដាក់ការគម្រាមកំហែងទៅលើប្រជាជនខ្មែរដែលបាក់ស្បាតទេបងឯងមិនបានជោគជ័យក្នុងការកសាងគ្រួសារតកូលហ៊ុនដូចបងឯងនិយាយទេគ្មានអ្នកណាគេហ៊ានប្រមាថបងឯងទេបងឯងគឺជាមនុស្សម្នាក់ដែលកាន់អំណាចហើយអ្នកដែលតវ៉ាបងឯងមេដឹកនាំពួកគេសត្វតែជាសហាយនយោបាយរបស់បងឯងមានជាអាចរាំងស៊ីបោកទាំងមួយអង្គុយនៅផ្ទះស៊ីបាយដេកកំសុខាបោកទាំងគណៈបកនៅព្រឹទ្ធសភាសប្ងៃបោកនឹងគណៈបកដតីដែលអត់ទាន់មានកៅអីគឺសុទ្ធតែជាបច្ច័យនៃភូមិឋានរបស់អំណាចបងឯងទេវាអត់មានអ្នកណាទៅហ៊ានប្រឆាំងបងឯងទេចំណែកមនុស្សខ្ញុំមិនត្រឹមតែខ្លាចបងឯងទេរហូតដល់មិនប៉ះពាល់នយោបាយទៀតសុំឱកាសគ្រាន់តែវិភាគថាខ្ញុំមើលទៅបងឯងអត់មានបងឯងមានគំនិតល្អគ្រាន់តែបងឯងមានគំនិតល្អតែប៉ុណ្្នឹងទេគ្រាន់តែមានគំនិតល្អគេហៅថាគំនិតល្អរបស់ជនផ្ដាច់ការតែមិនមែនជាគំនិតជោគជ័យទេគ្រាន់តែជាគំនិតល្អរបស់ជនផ្ដាច់ការប៉ុន្តែមិនមែនជាគំនិតជោគជ័យទេបងឯងអត់មានពេលគ្រប់ទេមនុស្សយើងណាជោគជ័យវាមានពឹងទៅលើទី1គំនិតទី2ពេលវេលាទី3ដើមទុនបើវាអត់មានគំនិតអត់មានពេលវេលាអត់មានដើមទុន you never achieve your success depends on planning which begin with idea time and resources without the three យុគកាន់អំណាចនៅប្រទេសកម្ពុជាបានប្រកាសសារជាថ្មីហើយប្រព័ន្ធផ្សព្វផ្សាយរបស់លោកហ៊ុនសែនបានផ្សាយទូទាំងប្រទេសនិងពិភពលោកដូចតទៅសម្ដេចតេជោដាស់តឿនកូនចៅត្រកូលហ៊ុនឲ្យត្រូវសិក្សាវិទ្យាសាស្ត្រនយោបាយគណៈត្រកូលហ៊ុនដែលការពារសន្តិភាពរងការគំរាមដោយក្រុមជ្រុលនិយមបានបង្កើតឧបាយកលទុច្ចរិតកាន់តែពឹសពុលដើម្បីចង់បណ្ដេញសន្តិភាពចេញពីប្រទេសកម្ពុជាក្រោមយុទ្ធនាការលាបពណ៌វាយប្រហារដាក់មកលើគណៈបកប្រជាជនកម្ពុជាជាពិសេសមកលើក្រុមគ្រួសារត្រកូលហ៊ុនដែលជាវងត្រកូលអ្នកបង្កើតសន្តិភាព26ឆ្នាំរួចមកហើយយុវជនយុវនារីខ្មែរដែល
រស់នៅក្រោមដំបូលមកលុបសន្តិភាពបានបដិញ្ញាថែរក្សាសន្តិភាពឲ្យបានគង់វង្សនិងប្រឆាំងរាល់អបាយកលរបស់ក្រុមជ្រុលនិយមនេះគឺជាសេចក្តីថ្លែងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយបន្ទាល់របស់លោកហ៊ុនសែនគឺ Fresh News ក្រុមជ្រុលនិយមបានបង្កើតអបាយកលទុច្ចរិតកាន់តែពឹសពុលដើម្បីបត់ចង់បណ្ដេញសន្តិភាពចេញពីប្រទេសកម្ពុជាក្រោមយុទ្ធនាការលាបពណ៌វាយប្រហារដាក់មកលើគណៈបកប្រជាជនកម្ពុជាជាពិសេសមកលើក្រុមគ្រួសារត្រកូលហ៊ុនដែលជាវងត្រកូលអ្នកបង្កើតសន្តិភាព26ឆ្នាំមកនេះយុវជនយុវនារីរស់នៅក្រោមដំបូលនៃមលុបសន្តិភាពបានបដិញ្ញាការពារថែរក្សាសន្តិភាពឲ្យបានគង់វង្សនិងប្រឆាំងរាល់អបាយកលរបស់ក្រុមជ្រុលនិយមអត្ថបទនេះត្រូវបានរៀបចំឡើងដោយម៉ាយារិតជាតួឯកនៅក្នុងកម្មវិធី Fresh Exclusive តាមការប្រឈមមុខរវាងក្រុមការពារសន្តិភាពនិងក្រុមចង់នាំមកនៅការដើរថយក្រោយទៅរកសង្គ្រាមវិញហាក់ដូចជាមានសន្ទុះពុះកញ្ជ្រោលគួរឲ្យកត់សម្គាល់គណៈក្រុមជ្រុលនិយមបានបង្កើតអបាយកលទុច្ចរិតកាន់តែពឹសពុលនិងកំណត់មុខព្រួញរបស់ខ្លួនសម្ដៅមកលើវងត្រកូលហ៊ុនដែលបង្កើតនយោបាយឈ្នះធ្វើឲ្យសន្តិភាព26ឆ្នាំមកនេះសម្ដេចអគ្គមហាសេនាតេជោហ៊ុនសែនបានថ្លែងព្រមានថាក្រុមគ្រួសារត្រកូលហ៊ុនមិនមែនជាពូជពង្សដែលក្រុមជ្រុលនិយមអាចចង់ធ្វើអ្វីបានតាមចិត្តចង់នោះទេសម្ដេចអគ្គមហាសេនាធិបតីហ៊ុនសែនបានមានប្រសាសន៍ថាការពង្រឹងភាពរឹងមាំនៃគ្រួសារត្រកូលហ៊ុនដើម្បីការស្វែងយល់អំពីកត្តាវិទ្យាសាស្ត្រនយោបាយគណៈក្រុមគ្រួសារត្រកូលហ៊ុនហាក់คล้ายជាមុខព្រួញនៃការគំរាមកំហែងសុវត្ថិភាពដោយពួកក្រុមជ្រុលនិយមដឹកនាំដោយទុនដិតសំរងស៊ីដៃគូសហាយនយោបាយគាត់ណាក្នុងប្រសាសន៍ថ្ងៃទី14មករាឆ្នាំ2025ក្នុងកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី5សម្ដេចតេជោបានថ្លែងជំរុញឲ្យក្រុមគ្រួសារត្រកូលហ៊ុនត្រូវក្រេបជញ្ជក់នៅចំណេះដឹងវិទ្យាសាស្ត្រនយោបាយក្រោយការឃើញក្រុមជ្រុលនិយមបានកំណត់បន្ទាត់ក្រហមប្រឆាំងដល់ក្រុមគ្រួសារត្រកូលហ៊ុនប្រសាសន៍លោកហ៊ុនសែនមានដូចតទៅថាមុននេះខ្ញុំបានហាមពួកគេកុំឲ្យពាក់ព័ន្ធជាមួយនយោបាយត្រឹមតែខ្ញុំម្នាក់នៅគ្រប់គ្រាន់ហើយប៉ុន្តែឥឡូវនេះខ្ញុំដាក់តម្រូវការកូនទាំងអស់បានចេញរួចហើយដោយបានដំណើរការរួចហើយដែរប៉ុន្តែចៅទាំងអស់ទោះបីរៀនមុខវិជ្ជាអ្វីក៏ដោយតែត្រូវរៀនវិទ្យាសាស្ត្រនយោបាយព្រោះឥឡូវវាជាសង្គ្រាមគេបង្កើតសង្គ្រាមជាមួយត្រកូលហ៊ុនអញ្ចឹងត្រកូលហ៊ុនទាំងអស់ដែលមានចៅ12ឥឡូវកំពុងនៅក្នុងមហាវិទ្យាល័យនិងនៅក្នុងឧត្តមសិក្សានិងក្រោយឧត្តមសិក្សាមានចំនួន 4-5 នាក់ហើយអញ្ចឹងនៅបន្តចូលតទៀតខ្ញុំឲ្យពួកគេរៀនវិទ្យាសាស្ត្រនយោបាយទាំងអស់ដើម្បីចង់ដឹងមើលថាតើវាយ៉ាងម៉េចខ្ញុំមិនចង់គ្រប់គ្រងដឹកនាំទេប៉ុន្តែមិនអាចមកប្រមាថសម្រាប់ស្ថានភាពបែបនេះនេះគឺជាប្រសាសន៍របស់សម្ដេចហ៊ុនសែនតាក់ទងពីការប្រកាសថានៅប្រទេសកម្ពុជាអញកាន់អំណាចមួយពូជក្រៅពីហ៊ុនគឺមានតែអញក្រៅពីអញគឺមានតែហ៊ុនដូច្នេះអញប្រាប់ថាអញកាន់អំណាចរហូតតចំនួនអស់កាលជានិច្ចនេះគឺជា double down statement ជាសេចក្តីប្រកាសរបស់សម្ដេចហ៊ុនសែនតាក់ទងនឹងការកាន់អំណាចរបស់ត្រកូលហ៊ុននៅកម្ពុជាខ្ញុំលើកយករឿងនេះមកនិយាយមួយវគ្គជូនបងប្អូនស្ដាប់និងខ្ញុំធ្វើសេចក្តីវិភាគដូចតទៅវងត្រកូលណាក៏ដោយឲ្យតែបុព្វជននៃវងត្រកូលនោះមិនព្រមបំបែកមេឃធាងផ្នែកចំណេះដឹងមិនព្រមបំបែកមេឃធាងផ្នែកចំណេះដឹងហើយមិនព្រមអនុញ្ញាតឲ្យកូនចៅរបស់ខ្លួនមានសេរីភាពក្នុងការជ្រើសមុខរបរវងត្រកូលនោះមិនបានជោគជ័យទេតាមរយៈប្រវត្តិសាស្ត្របង្ហាញថាគ្មានវងត្រកូលមនុស្សណាដែលបង្គាប់បញ្ជាឲ្យវងត្រកូលខ្លួនចាំបាច់ត្រូវតែប្រកបមុខរបរតែមួយ
ចាំបាច់ត្រូវតែកាន់តំណែងតែមួយនៅក្នុងជួរនៃអាជីវកម្មខ្លួនតែមួយដោយមិនបែកមេឃធៀងមិនឲ្យមានសេរីភាពក្នុងការជ្រើសរើសមុខវិជ្ជាដតីនិងមុខរបរដតីហើយបំបែកមេឃធៀងទៅច្រើនយ៉ាងតកូលគ្រួសារនោះមិនបានជោគជ័យទេឧទាហរណ៍ជាក់ស្ដែងនៅក្នុងសម័យបុព្វកាលសម័យបុរាណកាលនិងសម័យចាស់អ្នកកាន់អំណាចហៅថាស្ដេចទោះបី